តែអ្នកទាំងអស់គ្នាមិនទុកឲ្យខ្ញុំមួយម៉ាត់សោះនាងឯងស្រែកលោឡាស្អីធ្វើម្ហូបយឺតយ៉ាវឃ្លានត្រូវតែញ៉ាំមុនហើយឯងស្រែកខ្លាំងរោគងាប់អីថាខ្ញុំធ្វើម្ហូបយឺតមែនទេចូលទៅជួយធ្វើផងទៅខ្ញុំហត់តតែគ្មានពេលផឹកទឹកតែបែរជានាំគ្នាស៊ីអស់គ្មានសល់ធ្វើចរិតថោកទាបបែបនេះចេះខ្មាស់ទេនាងឯងហ៊ាននិយាយបែបនេះដាក់យើងហោះគ្រាន់តែធ្វើម្ហូបប៉ុន្មានមុខសោះស្រែកលោឡាស្អីម្ហូបសក្នុងទូទឹកក៏ស៊ីមិនបានទេអីខ្ញុំចេញក្រៅរកលុយចិញ្ចឹមគ្រួសារមិនក៏នាងឯងមិនចេះគិតអញ្ចឹងធ្វើការផ្ទះតិចតួចសោះតូចចិត្តម្លេះបើមិនធ្វើចង់ឲ្យគេបំរើនាងឯងមែនមុខក្រាស់ម្លេះហ៊ាននិយាយពីអស់នេះចេញមកធានកើតមក3ឆ្នាំខ្ញុំជាអ្នកមើលថែម្នាក់ឯងថែមទាំងការងារផ្ទះទៀតខ្ញុំហត់នឿយរាល់ថ្ងៃតែអ្នកគិតថាខ្ញុំកំពុងរស់ស្រួលហោលុយសន្សំ30,000របស់ខ្ញុំឯងយកទៅសងបំណុលប៉ាម៉ាក់ឯងចាស់ហើយមិនព្រមមើលចៅឯងបង្ខំឲ្យខ្ញុំឈប់ធ្វើការពេលនេះមកដៀលខ្ញុំថាគ្មានចំណូលទៀតឯងយកសិទ្ធិសម្បញ្ញៈឲ្យឆ្កែស៊ីអស់ហើយមែនទេបងស្រីរងាប់អារម្មណ៍បន្តិចទៅបងស៊ឺជាមនុស្សប្រុសក៏ត្រូវការមុខមាត់ដែរបងមិនគួរនិយាយប៉ះពាល់កិត្តិយសគាត់ទេធ្វើបែបនេះមិនល្អទេចេញឲ្យឆ្ងាយរឿងគ្រួសារខ្ញុំមិនបាច់នាងលូកមាត់ទេបងស៊ីបងស្រីការចម្លេះយ៉ាស៊ីជាប្អូនធម៌របស់ខ្ញុំទោះនាងឯងខឹងក៏កុំមកបញ្ចេញលើនាងសុំទោសនាងភ្លាមបើមិនអញ្ចឹងយើងមិនចប់ត្រឹមនេះទេហើយចៅស៊ឺអាចបដូរទៅទីស្នាក់ការកណ្ដាលបានក៏ដោយសារប៉ារបស់យ៉ាស៊ីជួយដែរអ្នកដែលត្រូវសុំទោសមិនមែនខ្ញុំទេឯងឧស្សាហ៍វេរលុយឲ្យលីនយ៉ាស៊ីគុំស្មានថាខ្ញុំមិនដឹងឲ្យសោះតែឯងឲ្យលុយផ្ទះតែ2000ក្នុងមួយខែពេលមិនគ្រប់គឺខ្ញុំសុំពីផ្ទះខាងម្ដាយខ្ញុំប្រាក់ខែខ្ញុំចាយមិនក៏បាននាងឯងគ្មានសិទ្ធិលូកដៃទេឲ្យលុយ2000ចាយមិនគ្រាន់ទៀតមែនទេស្មានថាខ្ញុំរកលុយស្រួលណាស់អីពុករួមទាំងប៉ាម៉ាក់ឯងផងមនុស្ស5នាក់លុយ2000ចាយមួយខែគ្រប់យ៉ាងម៉េចនិយាយរឿងលុយទៀតហើយក្នុងភ្នែកនាងឃើញតែលុយទេអីមួយខែ2000ចាយមិនគ្រាន់មកពីនាងឯងមិនចេះសន្សំសំចៃក្រៅពីជន់ឆ្លេខ្ញុំតើឯងចេះធ្វើអ្វីទៀតនៅទីនេះម្នាក់នាំគ្នាធ្វើបាបខ្ញុំគឺដោយសារតែឯងនឹងហើយខ្ញុំលះបង់គ្រប់យ៉ាងដើម្បីគ្រួសារនេះពួកឯងសោយសុខលើការលះបង់របស់ខ្ញុំតែបែរជាមកគៀបសង្កត់ផ្លូវចិត្តខ្ញុំទៀតថ្ងៃយ៉ាងឯងឈួតស្អីហ្នឹងមែនខ្ញុំឈួតហើយឯងមិនចាត់ទុកខ្ញុំជាមនុស្សទើបគ្រួសារឯងបានចិត្តធ្វើបាបខ្ញុំតាមនឹងដែរធ្វើបាបខ្ញុំអត់ឈប់ប៉ុន្មានឆ្នាំនេះគឺគ្រប់គ្រាន់ហើយយើងលែងលះគ្នាទៅលែងក៏លែងទៅចៅស៊ឺទើបឡើងតំណែងអនាគតនៅក្រុមហ៊ុនលូកំពុងតែល្អខ្លាចអីរកប្រពន្ធល្អមិនបាននោះកូនប្រុសខ្ញុំឡើងទៅទីស្នាក់ការកណ្ដាលហើយនាងឯងមិនស័ក្តិសមនឹងគេទេលែងគ្នាកាន់តែល្អចៅស៊ឺពេលរៀបការឯងឲ្យខ្ញុំយកសាច់មាសនិងកងដៃមាសផ្ញើឯងទុកក្នុងទូដែកពេលនេះយកវាមកឲ្យខ្ញុំវិញមកសាច់និងកងដៃនោះគឺជាថ្លៃបណ្ណាការដែលប៉ាម៉ាក់ធေါ်ឲ្យខ្ញុំពេលរៀបការលែងលះគ្នាហើយខ្ញុំត្រូវតែយកទៅវិញថ្ងៃនេះនាងឯងចង់រករឿងយើងមែនទេបានយើងទៅយកឲ្យនាងឯងឥឡូវនេះកូនប្រុសខ្សែកនឹងកងដៃមាសនោះម៉ាក់លក់ចោលបាត់ហើយម៉ាក់ដឹងលេខសម្ងាត់ទូដៃខ្ញុំតាំងពីពេលណាចៅស៊ឺឯងមានន័យថាម៉េចខ្សែកនឹងកងដៃលក់ចោលបាត់ហើយចាំមានលុយចាំទិញសង្វិញថាម៉េចលក់ចោលហើយចៅស៊ឺអាមនុស្សថោកទាបខ្សែកនឹងកងដៃគឺយើងជាអ្នកលក់នាងរៀបការចូលផ្ទះយើងរបស់នាងគឺជារបស់យើងលក់ហើយវាយ៉ាងម៉េចទុកចោលក៏ស៊ីមិនកាត់ដែរទុកពេលឲ្យពួកឯងមួយអាទិត្យទិញខ្សែកនឹងកងដៃដូចដើមមកសងខ្ញុំវិញបើមិនអញ្ចឹងខ្ញុំនឹងប្តឹងប៉ូលីសនាងឯងហ៊ានវ៉ាងយន់វៃនាងឈួតហើយមែនទេមាសខ្ញុំបាត់មិនក៏ខ្ញុំប្តឹងមិនបានកូនមើលចោះរឿងតូចសោះវារកប្តឹងប៉ូលីសនាងឯងកុំពន្លើសរឿងពេករឿងក្នុងផ្ទះមិនក៏រកយកទៅដល់ប៉ុស្តិ៍ប៉ូលីសពួកឯងមិនដែលចាត់ទុកខ្ញុំជាមនុស្សក្នុងគ្រួសារទេនេះកុំមកធ្វើជានិយាយមនោសញ្ចេតនាវានាងឯងឲ្យងាប់បើឯងហ៊ានប៉ះខ្ញុំសេបីដឹងប៉ូលីសឥឡូវនេះមិនជឿសាក់មើលទៅបាទចូលគេងសិនទៅចាំស្អែកចាំនិយាយគ្នាទៀតប្រដៅប្រពន្ធឯងផងទៅបើនាងនៅចង់រស់នៅក្នុងផ្ទះនេះបន្តទៀតកុំធ្វើចរិតកោងកាច់បែបនេះពេកពីមុននាងមិនមែនអញ្ចឹងទេថ្ងៃនេះលេបថ្នាំខុសមែនទេមនុស្សស្លូតត្រង់តែលែងចង់ឲ្យគេជិះជាន់ក៏ខ្លាចជាកំហុសដែរខ្ញុំជឿឆ្លុះជាមួយឯងណាស់យប់នេះខ្ញុំនឹងធានទៅដេកបន្ទប់តូចនាងចង់តែលែងលះគ្នាណាស់មែនទេលក្ខណៈសម្បត្តិដូចនាងបើលែងខ្ញុំហើយមានអ្នកណាយកនាងទៀតក្នុងចិត្តឯងខ្ញុំអន់ដល់ថ្នាក់នឹងហោះអញ្ចឹងប្រញាប់លែងលះគ្នាទៅវ៉ាងយន់វៃនាងថាខ្ញុំឲ្យលុយចាយមិនគ្រាន់រាល់ខែចុះរថយន្តនោះយ៉ាងម៉េចវិញវ៉ាងយន់វៃនេះឡាននាងហោះយកលុយកូនប្រុសយើងទៅទិញមែនទេពួកឯងកុំចង់បានឡាននេះអីខ្ញុំមិនបានទិញទេខ្ញុំខ្ចីគេជីទេខ្ញុំមិនឲ្យប៉ាម៉ាក់ទិញឡានឲ្យខ្ញុំទៀតទេខ្ញុំគ្រាន់តែបើកឡានថោកបំផុតក្នុងផ្ទះសេញមកតើម៉ាក់កូនចៅស៊ឺឃើញហើយចង់ឡើងឈាមកូនមិនហ៊ានទាលុយចាំម៉ាក់ជាអ្នកនិយាយលិខិតលែងលះចៅស៊ឺមិនទាន់ស៊ីញ៉េទេបើនាងចង់បានសិទ្ធិចិញ្ចឹមធានត្រូវតែឲ្យលុយយើង50,000ចង់ឲ្យខ្ញុំ50,000ហោះមេធ្មប់ចាស់ឯងធ្វើបាបខ្ញុំប៉ុន្មានឆ្នាំហើយដល់ថ្នាក់នេះហើយនៅចង់ជំរិតនាងឯងហ៊ានជាយើងវីនាងឲ្យងាប់បើហ៊ានប៉ះខ្ញុំវីຕົកវិញមិនជឿសាក់មើលទៅម៉ាក់ឯងទា50,000បដូរនឹងសិទ្ធិចិញ្ចឹមកូនអំបញ្ញមិញនេះជាគុណនិតឯងដែរមែនទេធានក៏ជាកូនស្រីខ្ញុំដែរលែងគ្នាហើយបើនាងទៅនៅជាមួយនាងខ្ញុំមុខជាមិនសូវបានជួបកូនទេទាលុយនឹងគឺទុកជាសំណងជំងឺចិត្តរបស់ខ្ញុំមែនហើយធានមិនមែនជាកូននាងតែម្នាក់ទេចង់បានសិទ្ធិចិញ្ចឹមយកលុយមកបដូរមក
anhចេះតែរើសអើងធានថាជាកូនស្រីថាកូនជារបស់ខាតបងពេលនេះចង់ទាញប្រយោជន៍ពីកូនទៀតកុំនិយាយច្រើនជាមួយវាកូនវាមិនព្រមឲ្យលុយមិនបាច់លេងទេអូបន្លាយដល់ងាប់ទៅយើងមិនជឿថាហ្វាងយុនវៃទ្រាំបានយូរនោះទេទោះយ៉ាងណានាងមិនដឹងចៅស៊ឺគិតថាលេងលះហើយនឹងរៀបការជាមួយលីនយ៉ាស៊ីដើម្បីបានសិទ្ធិចិញ្ចឹមកូននាងប្រកាសជាទៅសុំលុយពីប៉ាម៉ាក់នាងហើយនេះមកខាត់ជើងទេហើយបើពួកឯងចង់អូសបន្លាយក៏អូសទៅចុះធាននៅឯណាពួកឯងធ្វើជាខ្វល់ពីធានគួរឲ្យខ្ពើមណាស់ប្រកូលធានមកឲ្យខ្ញុំបើមិនអញ្ចឹងយកលុយមកបើពួកឯងធ្វើដល់ថ្នាក់នេះហើយក៏ត្រៀមខ្លួនទៅដល់ពេលកុំមកអង្វរខ្ញុំឲ្យសោះអ៊ំស្រីខ្ញុំឃើញហ្វាងយុនវៃចូលសន្តាគារជាមួយប្រុសម្នាក់យ៉ាស៊ីមើលនាងទុកផងអ៊ំទៅឥឡូវហើយអ៊ំស្រីសន្តាគារនេះជារបស់ក្រុមហ៊ុនលូខ្ញុំទើបតែឲ្យអ្នកស្គាល់គ្នាឆែកកាមេរ៉ាសុវត្ថិភាពមើលហ្វាងយុនវៃនិងប្រុសម្នាក់នោះឡើងទៅជាន់ដំបូងជាបន្ទប់ប្រធានាធិបតីថ្លៃបន្ទប់ថ្លៃណាស់មួយយប់$10,000ឯណោះហ្វាងយុនវៃប្រកាសជាមានប្រុសសាហាយហើយអាចនៅបន្ទប់ថ្លៃ$10,000ប្រកាសជាអ្នកមានហើយយើងទៅតាមទាន់ឥឡូវនេះហ្មងទៅចាំសិនអ៊ំស្រីទេហៅបងស៊ឺមកសិនទៅត្រូវហើយកូនប្រុសខ្ញុំមកដែរកូនប្រុសប្រញាប់មកហ្វាងយុនវៃលួចមានសាហាយនៅសន្តាគារម៉ាក់យ៉ាស៊ីមីចង្រៃនោះណែណានៅបន្ទប់1806បន្ទប់ប្រធានាធិបតីតម្លៃ$10,000ខ្ញុំចង់ដឹងណាស់ថានាងតាក់ទងអ្នកណាល្អណាស់លើកនេះនាងរត់មិនរួចទេចាប់ឲ្យតន់ស្ដែងបង្ខំទារវា50,000យកមកធ្វើថ្លៃបណ្ណាការរៀបការជាមួយយ៉ាស៊ីល្មមខាងក្នុងមានសំឡេងខ្ញុំមេសំឡេងមនុស្សប្រុសបងស៊ីមិននឹកស្មានសោះបងស្រីមើលទៅស្លូតហ៊ានលួចមានសាហាយដែរលើកនេះចាប់ឲ្យតន់មើលវានៅប្រកែកយ៉ាងម៉េចទៀតខ្ញុំចង់ដឹងណាស់ថានាងក្បត់ខ្ញុំលួចលាក់ជាមួយប្រុសណាកូនទៅគោះទ្វារបែបនេះមិនកាត់ទេនាងប្រកាសជាមិនបើកឲ្យទេមែនហើយបងស៊ឺអ្នកទាំងអស់គ្នាចាំមួយខ្ញុំទៅរកកាត់បើកទ្វារបន្ទប់សិនកូនប្រុសចូលទៅកុំទុនចិត្តឲ្យសោះណាទោះហ្វាងយុនវៃអង្វរយ៉ាងម៉េចក៏កុំលើកលែងឲ្យវាមួយចាស់សិនចាំបង្ខំយកលុយហាមនេះជាកាត់ដែលខ្ញុំលួចពីអ្នកបោះសម្អាតបងស៊ឺកាន់ទៅចាំបើកទ្វារហើយខ្ញុំចូលទៅថតវីដេអូពីក្រោយហ្វាងយុនវៃនាងមិនមែនកំពុងមានសាហាយទេអីពួកឯងស្មានតែខ្ញុំមានសាហាយទើបសម្រុកចូលមកតាមតនហោះលប់មែនតែនពួកឯងកំពុងសម្រុកចូលដោយខុសច្បាប់យល់ទេហ្វាងយុនវៃតានាងមកធ្វើអីនៅទីនេះខ្ញុំហៅគេមកម៉ាសាឲ្យខ្ញុំយ៉ាងម៉េចឯងចង់លូកដៃទៀតហៅគេមកម៉ាសានាងបានលុយពីណាលុយបើកបន្ទប់អ្នកណាចេញសំណួរលប់នឹងខ្ញុំខ្ជិលឆ្លើយណាស់តែបើពួកឯងមកដល់ហើយគួរតែស្គាល់អ្នកនៅទីនេះផងលោកនេះគឺមេធាវីឈិនខ្ញុំជាអ្នកអញ្ជើញគាត់មកដែរចៃដន្យពួកឯងនៅទីនេះស្រាប់រឿងខ្លះគិតគ្នាឲ្យច្បាស់ទៅនិយាយពីរឿងសម្រុកចូលបន្ទប់នេះសិនទៅអ្នកទាំង3សម្រុកចូលដោយខុសច្បាប់ទង្វើបែបនេះបានគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់យើងអាចជ្រើសរើសប្តឹងប៉ូលីសភ្លាមបានកូនប្រុសឥឡូវគិតយ៉ាងម៉េចចុចខាងក្រោមដើម្បីទស្សនាភាពពេញ